ជំរាបសួរគ្រូខ្ញុំបាទឈ្មោះឡុងសុកបញ្ញាមកពីក្រុមបាស៊ូ20ថ្ងៃខ្ញុំធ្វើការងារលើ3 using command line ទាំង6ចំណុចនេះចំណុចទី1យើងគឺ use cat to show content of file ដូចជា /etc/ssh/sshd/config with line number ចំណុចទី1នេះយើងត្រូវប្រើ command យើងត្រូវប្រើ cd ទីមុនពេលនេះយើងត្រូវប្រើ command cat .n slash etc slash sh slash shd underscore config ហើយវានឹងបង្ហាញទិន្នន័យជាមួយនឹង content ទាំងអស់នេះឲ្យយើងឃើញគឺមានច្រើនមានត្រូវការ clear មួយហើយចំណុចទី2គឺ use Linux command to show information of memory ចំណុចទី2នេះគេឲ្យយើងប្រើ command ដើម្បីបង្ហាញនៅ memory យើងត្រូវប្រើ command free.h នេះវាបានបង្ហាញនៅចំនួន memory សរុបនិងចំនួន memory ដែលបានប្រើនិងចំនួន memory នៅសល់ហើយនឹងចំណុចទី3គឺ use Linux command to print all process associated with the user ចំណុចទី3នេះយើងត្រូវប្រើ command ps.u សញ្ញាដុល្លារ user យើងមានប្រើ command មួយទៀតគឺ ps.u សញ្ញាដុល្លារ user software មែននេះវានឹងបង្ហាញយើងនៅព័ត៌មានដែល CPU និង memory ដែលនៅព័ត៌មានផ្សេងទៀតដែលបានបង្ហាញនៅលើនេះហើយយើងដល់ចំណុចទី4គឺ use find command to file all server parameter ចំណុចទី4នេះយើងត្រូវប្រើ command find slash dot type f dot size o 5 command នេះវានឹងបង្ហាញព័ត៌មានដែល file យើងមានដែលមានទំហំផ្ទុកលើស5មេគឺមានច្រើនកន្លែងនេះខ្ញុំធ្វើខាង clear មួយដល់ចំណុចទី5គឺយើង use script command to find word error in file in all file នៅក្នុង war ហើយនិង log ចំណុចទី5នេះយើងត្រូវប្រើ command grep auto I ទៅមានកណ្ដោបិទស្ងកណ្ដោវិញយើង slash 1 slash log ចឹងវានឹងបង្ហាញនៅ file ឬទិន្នន័យដែល error មកហើយយើងគឺកន្លែងនេះខ្ញុំធ្វើការ clear មួយនេះដល់ចំណុចទី6ចំណុចទី6គឺ use awk to print only username from file etc និង pass.wd ចំណុចទី6នេះយើងត្រូវប្រើ command awk path ធំជិត2ខ្ញុំត្រូវកណ្ដោ1 print សញ្ញាដុល្លារ1 បត់លេខកណ្ដោមួយទៀត start slash etc slash swd តែនេះវានឹងបង្ហាញនៅ
user name ទាំងអស់ឲ្យយើងឃើញអញ្ចឹងការងារនេះមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ